ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើគ្រីមទឹកអង្ករទៀតហើយចាសម្រាប់បងដែលគាត់ចង់ចេះធ្វើគ្រីមទឹកអង្ករអាចមើលតាមវីដេអូនាងខ្ញុំនេះបានខ្ញុំធ្វើកាត់ខ្លីៗហើយងាយយល់ទៀតចាចំពោះការធ្វើគ្រីមទឹកអង្ករនេះបងប្អូនដែលមានបញ្ហាស្បែកមុខគាត់ស្ងួតអត់សូវមានសំណើមអីអាចធ្វើគ្រីមទឹកអង្ករនេះលាបបានលាបមុខដូចលាបស្រោមមុខចឹងណាចាហើយគ្រីមទឹកអង្ករនេះគឺពិសេសខ្លាំងគឺបងប្អូនអាចទុកបានយូរខែដែរនៅក្រៅទូទឹកកកឬក៏ចង់ដាក់ក្នុងទូទឹកកកក៏បានដែរកាន់តែតិចមុខស្រួលមែនតើហ្មងណាចាឥឡូវយើងក៏លេចមកមើលគ្រឿងផ្សំយើងទី1គឺអង្ករមុននឹងយើងត្រាំគឺយើងលាងទឹកវាស្អាតចាខ្ញុំធ្វើពេលនេះគឺខ្ញុំត្រាំអង្ករចំនួន7ក្តាប់ដៃរបស់យើងណាលាងសម្អាតវាស្អាតហើយរួចត្រាំទឹកវាចោលរយៈពេល8ម៉ោងឬក៏មួយយប់ចាគឺវាឡើងបែបនេះគឺយើងយកតែទឹកអង្ករថ្លាហ្នឹងណាចាឥឡូវខ្ញុំចាប់ដើមវាល់ទឹកអង្ករថ្លាហ្នឹងខ្ញុំថ្ងៃនេះខ្ញុំធ្វើតែ200មីលីលីត្រទេចាបើបងប្អូនចង់ធ្វើច្រើនលៃច្រើនតាមហ្នឹងណាគុណមីតាមហ្នឹងទៅចាហើយគ្រឿងសង្ឃទី2គឺប្រេងដូងត្រជាក់គឺខ្ញុំដាក់ចំនួន3ស្លាបព្រាក្រហមហ្នឹងហើយនៅក្នុងកធុនដែកនោះគឺអាឡូវេរ៉ាជែលគឺខ្ញុំដាក់ចំនួន600ក្រាមចានៅក្នុងកធុនហ្នឹងគឺខ្ញុំចាក់ហើយប្រេងដូងខ្ញុំដាក់3ស្លាបព្រាតោះមកយើងលាយគ្រឿងផ្សំទាំងពីរហ្នឹងចូលគ្នាឲ្យសព្វណាចាគឺពេលដែលយើងលាយចូលគ្នាសព្វទៅគឺលបាយវាគឺឡើងខាប់សហ្មងចាគឺកូរញាប់បែបហ្នឹងមកយើងនឹងឃើញចាគ្រីមរបស់យើងចាប់ផ្ដើមខាប់សក្បោសបដាហើយចាឥឡូវគ្រឿងផ្សំបន្តរបស់យើងទៀតហ្នឹងគឺទឹកដោះគោចាទឹកដោះគោស្រស់ក៏បានទឹកដោះគោกระดาษតែក្មេងៗញ៉ាំហ្នឹងក៏បានដែរដាក់ចំនួន6ស្លាបព្រាក្រហមតិចតួចនឹងដែរតែនាងខ្ញុំវាល់ដាក់ឲ្យស្រួលចាក់ចូលតែម្ដងតោះមកយើងកូរវាឲ្យសព្វពេលដែលវាសព្វអស់ហើយគឺយើងយកអាទឹកអង្ករដែលខ្ញុំវាល់មុននឹង200មីលីលីត្រហ្នឹងយកមកចាក់ចូលទាំងអស់ហ្មងតោះមកយើងចាប់ផ្ដើមកូរវាឲ្យសព្វចូលគ្នាណាបងប្អូនកូរដោយវាយដៃដូចនាងខ្ញុំចឹងក៏បានដែរគឺយើងបានលបាយខាប់ចឹងហ្មងអាចយកទៅប្រើយកទៅលាបបានពេលហ្នឹងណាតែដោយសារខ្ញុំចង់វាយវាថែមទៀតគឺខ្ញុំប្រើម៉ាស៊ីនវាយទៅវាកាន់តែសក្បោសខាប់ខ្លាំងជាងមុនអញ្ចឹងវាអត់សូវរាវទេបងប្អូនចង់វាយថែមទៀតក៏បានអត់ក៏បានដែរវាយតែដូចនាងខ្ញុំវាយដៃក៏បានដែរហើយចំពោះគ្រីមទឹកអង្ករនេះបើគិតទៅគ្រឿងផ្សំវាតែប្រហែលមុខហ្នឹងឯងបងអត់ប្រវាក់ធ្វើទេប៉ុន្តែអ្វីដែលវាក់ធ្វើគឺយើងកូរវាយូរតិចចាដើម្បីឲ្យវាគ្រឿងផ្សំទាំងអស់ហ្នឹងវាវាយទៅខាប់ល្មូតចូលគ្នាហ្មងណាចាឥឡូវខ្ញុំចាប់ផ្ដើមវាយប្រហែលជា1នាទី2នាទីអីទេចាឥឡូវយើងឃើញថាគ្រីមទឹកអង្ករយើងគឺរួចរាល់ហើយគឺឡើងខាប់សក្បោសបែបនេះហ្មងចាហើយចំពោះគ្រីមទឹកអង្ករនេះបងប្អូនអាចលាបបានទាំងយប់ទាំងថ្ងៃបានណាចាពេលលាបឲ្យស្បែកយើងត្រជាក់ហើយស្បែកយើងទន់មើលទៅអាឡូងមានសំណើមចាំងហ្មងពេលដែលវាជ្រាបចូលស្បែកមុខយើងអស់ស្ងួតទៅឃើញផ្ទៃមុខយើងចាំងអាឡូងចាហើយវាមិនសស្គូទេតែវាជួយឲ្យមុខយើងមានសំណើមចាំងអាឡូងហើយបងប្អូនអាចប្រើគួរជាមួយអ្វីហ្នឹងអ្វីបងប្អូនប្រើដូចជាណៃគ្រីមអីពីលើកាន់តែល្អលាបគ្រីមទឹកអង្ករនេះហើយតោះមកលាបណៃគ្រីមពីលើយប់ឡើងណាកាន់តែល្អខ្លាំងជួយឲ្យមុខយើងកាន់តែទន់អាឡូងហើយបើពេលព្រឹកវិញលាបតែ2តំណក់ឬ3តំណក់អីគឺពេលដែលវាជ្រាបចូលស្បែកមុខអស់បងប្អូនលាបsunscreen ឬ BB cream ពីលើទៀតកាន់តែលយហ្មងកាន់តែចូលមុខ smooth មុខល្អខ្លាំងមែនតើចានេះគឺដបខ្ញុំច្រកចូលដបទុកបែបហ្នឹងទៅបងប្អូនដាក់នៅក្នុងម្លប់ធម្មតាក៏បានដាក់ក្នុងទូទឹកកកក៏បានចានេះខ្ញុំធ្វើច្រើនដបដែរហើយមិនថាលាបមុខទេបងប្អូនចង់លាបដៃលាបកយបានទាំងអស់ចាគឺត្រជាក់ស្រួលខ្លាំងមែនតើសម្រាប់បងណាដែលគាត់អត់មានពេលធ្វើគាត់ខ្ជិលធ្វើអីគាត់អាចឲ្យនាងខ្ញុំធ្វើជូនបានមួយដបតែ$5ទេណាយក2ដប free ដឹកត$9ទេអរគុណ